គុំស្រឡាញ់អាណាម្នាក់ឲ្យអស់ពីចិត្តពីបេះដូងខ្លាំងពេករហូតដល់ខ្លួនឯងយើងអត់មានតម្លៃសម្រាប់គេកុំឲ្យក្តីសុខរបស់យើងគេជាអ្នកកំណត់រហូតដល់คล้ายជាទម្លាប់ជីវិតប្តីប្រពន្ធរៀបការជាមួយគ្នាមកយូរឆ្នាំហើយតើចាំបានទេហេតុអីបានជាយើងសម្រេចចិត្តរៀបការជាមួយគ្នាសម្រេចចិត្តចាប់ដៃគ្នាសាងអនាគតជាមួយគ្នារហូតទៅដល់5ឆ្នាំ10ឆ្នាំជាគូជីវិតពេលដែលខាងប្រុសមានស្រីប្រកាសណាស់មហាជនបងប្អូនមនុស្សជុំវិញខ្លួនតែងតែស្ដីបន្ទោសទៅខាងមនុស្សប្រុសថាមិនចេះស្កប់ស្កល់អាយុច្រើនហើយកូនធំហើយអត់មានចេះខ្មាស់គេអត់ចេះគិតដល់គ្រួសារអីអញ្ចឹងទៅឥឡូវវិលមកស្ដាប់រឿងនេះវិញបងប្អូនខ្ញុំជាមនុស្សស្រីដូចគ្នាខ្ញុំក៏មិនកាន់ជើងខាងណាដែរនេះគ្រាន់តែជារឿងមួយដែលខ្ញុំចែករំលែកដល់បងប្អូនទាំងអស់គ្នារៀបការជាមួយគ្នាមកយូរឆ្នាំហើយបងស្រីគាត់គឺជាមនុស្សម្នាក់ដែរអត់ចេះនិយាយផ្អែមល្ហែមទៅកាន់ប្តីគាត់ទេគាត់ពាក្យសម្ដីដែលគាត់និយាយគឺខ្សោះកក្រោះជាមួយប្តីគាត់អត់ចេះផ្អែមឃើញអីថានឹងនិយាយម៉ាំងទៅមកតាំងពីរៀបការរហូតដល់មានកូនសម្ដីគឺនៅតែបែបហ្នឹងអត់ដែលចេះប្រែប្រួលពាក្យផ្អែមល្ហែមគឺអត់ដែលផ្ដល់ឲ្យប្តីទេតែហេតុអីបានជាគាត់សម្រេចចិត្តរៀបការជាមួយគ្នាក៏យើងអត់ដឹងដែរព្រោះពេលហ្នឹងវាជាការស្រឡាញ់ចិត្តមនុស្សការស្រឡាញ់វាកើតចេញឯងគ្មានអ្នកណាបង្ខំអ្នកណាទេចំណែកឯបុរសជាប្តីតាំងតែពីដើមមករៀបការជាមួយគ្នាគឺនិយាយហីក៏អត់ចេះនិយាយផ្អែមទៅកាន់ប្រពន្ធដូចគ្នាដែរពេលដែលប្រពន្ធរលុយបានប្រពន្ធຕົកខ្លួនឯងប្រពន្ធចាយខ្លួនឯងត្រូវការអីប្រពន្ធទិញខ្លួនឯងចង់បានរបស់អីគឺមិនសមទិញខ្លួនឯងទៅចំណែកប្តីរលុយបានអត់ឲ្យប្រពន្ធទេຕົកត្រូវការអីចាយវាក្នុងគ្រួសារចេញទៅចំណាយទៅលើកូនអីក៏ចេញទៅតែពេលបើប្រាក់ខែពេលលុយរកបានមកគឺឲ្យទេតែត្រូវចំណាយអីមួយអញ្ចឹងចាយវាការទិញម្ហូបបងទឹកបងភ្លើងអីចឹងត្រូវចាយគឺចាយតែលុយទុកក្នុងកប៉ាល់រៀងខ្លួនតែនៅថ្ងៃមួយដែលគេជួបមនុស្សស្រីដែលគេចេះនិយាយពាក្យផ្អែមល្ហែមទៅកាន់ប្តីយើងបងចេះបងចុះធម្មតាមនុស្សធ្វើការជាមួយគ្នាតែងតែជួបគ្នាជារៀងរាល់ថ្ងៃគេអាយុច្រើនជាងយើងតែងតែហៅគេបងអីអញ្ចឹងទៅការតំណាក់តំណងយូរទៅវាចេះតែលើសទៅអញ្ចឹងហើយមានអារម្មណ៍ថាត្រូវធៀបគ្នាមានអារម្មណ៍ថាស៊ីចង្វាក់គ្នាក៏ចាប់ដើមតាក់ទងគ្នាពេលខ្លះមនុស្សស្រីអារម្មណ៍ការស្រឡាញ់ចិត្តវាកើតចេញឯងអញ្ចឹងហើយបុរសតែគេមានប្រពន្ធរួចធម្មតាប្រពន្ធខ្លួនឯងអត់ដែលនិយាយពាក្យល្អជាមួយប្តីអញ្ចឹងជួបមនុស្សស្រីដែលគេនិយាយល្អជាងគេតុនភ្លន់ជាងអញ្ចឹងអារម្មណ៍គឺបាក់ទៅទាំងស្រុងតែម្ដងដល់ពេលដឹងថាប្តីខ្លួនឯងមានស្រីរករឿងឆ្លោះជាមួយនឹងប្តីដល់ថ្នាក់ទៅជេរទៅថាឲ្យម្នាក់ស្រីដែលប្តីគាត់តាក់តងរហូតដល់ប្តីគាត់ទ្រាំមិនបានប្តីគាត់និយាយទៅកាន់ប្រពន្ធថាតាំងពីខ្ញុំតាក់តងជាមួយឯងរៀបការជាមួយឯងរហូតដល់មានកូនឯងដែលសួរខ្ញុំថាបងញ៉ាំបាយលើអត់មានដែរសួរអត់ហើយមានដែរសួរខ្ញុំថាបងធ្វើការហត់អត់ថ្ងៃហ្នឹងខ្ញុំទៅតែស្គាល់គ្នាជាមួយនឹងគេមនុស្សមិនដែលស្គាល់គ្នានៅខេត្តផ្សេងគ្នាជួបគ្នាធ្វើការជាមួយគ្នាគេនៅសួរខ្ញុំថាបងឯងហូបបាយនៅថ្ងៃហ្នឹងភ្ញៀវច្រើនណាស់ហត់ទៅមេតែឯងជាប្រពន្ធអារឿងតិចតួចរឿងផ្សេងហ្នឹងមានដែរសួរនាំប្តីអត់នេះគឺជាសម្ដីដែលប្តីគាត់និយាយទៅកាន់ប្រពន្ធតែទោះបីជាបែបណាប្រពន្ធសុំលេងក៏ប្តីគាត់មិនព្រមលេងក៏គាត់ថាຕົកពេលຕົកឱកាសខ្ញុំទៅយើងស្រស់ស្រួលគ្នាទៅដើម្បីកូនអត់ចង់បែកបាក់ព្រោះកូនក៏រៀងធំដែរគ្រាន់តែថាអារម្មណ៍ខ្ញុំមួយពេលអាចនឹងវងវែងមកពេលតូចចិត្តពេលខ្លះក៏ខកចិត្តនឹងឯងអីអញ្ចឹងទៅនេះគឺជាសម្ដីរបស់ប្តីគាត់បងប្អូនដែលបានស្ដាប់រឿងរ៉ាវដែលខ្ញុំរៀបរាប់ខាងលើនេះបងប្អូនយល់ឃើញយ៉ាងណាដែរគឺអាច comment នៅក្រោមវីដេអូនេះបានសូមអភ័យទោសរាល់ការដែលខ្ញុំបកស្រាយអត់បានក្បោះក្បាយក៏សូមអភ័យទោសទៅកាន់បងប្អូនទាំងអស់គ្នាផងសូមអរគុណ